ឥឡូវនេះស្រុកប្រាសាទបាគងខេត្តសៀមរាបដល់វគ្គរដូវកាលសប្បាយផ្នែកទីរាយជាមួយនឹងបុណ្យភូមិតាមប្រពៃណីប្រជាពលរដ្ឋនៅតាមស្រុកតំបន់នោះបានជាខ្ញុំនិយាយថាសប្បាយផ្នែកគឺសប្បាយផ្នែកសម្រាប់ខ្ញុំបើសម្រាប់អ្នកភូមិនៅតាមតំបន់នោះគឺដល់វគ្គសប្បាយនឹងរំរែកទៅគេហៅថាបុណ្យឡើងមាសឬមួយក៏ហៅថាបុណ្យឡើងអ្នកតាហើយខ្មែរហ្នឹងតែងតែហៅថាបុណ្យភូមិហើយអ្នកស្រុកតាមតំបន់ហ្នឹងគឺការតែងខ្លួនរបស់គាត់បងប្អូនខ្លះយកច្រឡំថាអូវីដេអូអញ្ញាញ៉ៃឈួតលីលីអត់ទេនេះគឺជាប្រពៃណីរាប់រយឆ្នាំមកហើយខ្ញុំបានសួរចាស់ៗនៅតាមតំបន់ហ្នឹងដែរគាត់ថាគឺជាបុណ្យភូមិប្រពៃណីតាំងពីបុរមបុរាណជាយូរណាស់មកហើយតាំងពីគាត់មិនទាន់កើតក៏មានដែរអ្នកភូមិអ្នកស្រុកក៏តែងខ្លួនប្លែកៗដើម្បីរាំសប្បាយចឹងទៅហើយជំនាន់មុនគ្មានបាសគ្មានអីទេគឺស្គរដៃហ្នឹងហើយឥឡូវនេះក៏ឃើញមានការបន្តវេនពីកូនចៅជំនាន់ក្រោយទៀតហើយទៅការតែងខ្លួនប្លែកៗហ្នឹងគឺសប្បាយជាមួយអ្នកភូមិហើយនៅស្រុកប្រាសាទបាគោហ្នឹងគឺមិនមែនមានតែភូមិមួយទេដែលគេធ្វើបែបនេះដូចជាមានភូមិច្រេះភូមិគេហៅវត្តល្អក់ហើយពីម្សិលមិញគឺនៅស្ពានក្អែកអូអេមីនក៏សូមបញ្ជាក់តិចណាវីដេអូនេះគឺជាវីដេអូចាស់របស់អេមីនទេកាលពីឆ្នាំមុនសម្រាប់វីដេអូថ្មីទៀតគឺសារអេមីននៅធ្វើអត់ទាន់ចឹងទៅចេញវីដេអូចាស់សិនដើម្បីប្រាប់ថ្ងៃខែពេលវេលាឬមួយទីតាំងភូមិហ្នឹងដើម្បីឲ្យពុកម៉ែបងប្អូនស្គាល់ហើយបានទៅមើលហើយបានចូលរួមសប្បាយទាំងអស់គ្នាផងដែរហើយសម្រាប់នៅថ្ងៃទី24 25ក៏មានកម្មវិធីដែរអេមីននឹងលម្អិតនៅក្នុងខមមិនទៀតហើយថ្ងៃទី7 8ខែវិច្ឆិកាសុំទោសខែកុម្ភៈនៅគេហៅថាខែ2ហ្នឹងហើយនឹងមានកម្មវិធីបុណ្យភូមិបន្តទៀតនឹងអាចមានថ្ងៃបន្តទៀតនឹងមាននឹងបញ្ជាក់នៅក្នុងខមមិនបន្តិចដោយសារខ្ញុំបានស្រាវជ្រាវតាមបងប្អូនតាមនៅតាមតំបន់ស្រុកភូមិនឹងដែរគាត់ប្រាប់ចឹងទៅបើសិនជាបងប្អូនមានការឆ្ងល់អីចាំមើលក្នុងខមមិនទៅខ្ញុំបញ្ជាក់ថាថ្ងៃខែណាអញ្ចឹងណាសម្រាប់ខ្ញុំវិញគឺខ្ញុំចូលចិត្តមែនតើសម្រាប់បុណ្យភូមិខ្ញុំមិនមែនជាចូលចិត្តរំអីគឺខ្ញុំចូលចិត្តទៅមើលគេគឺប្លែកដោយសារតាំងពីតូចដល់ធំមកគឺខ្ញុំមិនដែលបានឃើញបែបនេះទេដោយសារខ្ញុំមិនមែនជាអ្នកខេត្តសៀមរាបចឹងទៅខ្ញុំឃើញបងប្អូនអ្នកខេត្តសៀមរាបពិតជាសប្បាយរីករាយខ្លាំងមែនតើជាមួយនឹងបុណ្យប្រពៃណីបុរាណនេះហើយការរំលែកបែបនេះតែខ្លួនបែបនេះមិនមែនទឹកតែមាននឹងទេគឺមានជាយូរលង់ណាស់មកហើយខ្ញុំបានសួរយាយនៅនឹងដែរថាតាំងពីគាត់មិនទាន់កើតក៏ឥឡូវនេះគាត់អាយុ8 9អស់ហើយឃើញបងប្អូនខ្លះក៏តែងជាខ្មែរបុរាណខ្លះទៅតែងជាអ្វីផ្សេងចម្លែកក៏អ្វីដែលការនៅឃើញរបស់បងប្អូនណាតែទោះជាយ៉ាងណាគឺបុណ្យភូមិនេះគឺជាប្រពៃណីមួយខ្មែរយើងតាំងពីដើមមកហើយតាមខ្ញុំដឹងគឺមានតែនៅខេត្តសៀមរាបទេនៅតាមតំបន់ខ្លះដែលតែងខ្លួនបែបនេះបើតាមបណ្ដាខេត្តផ្សេងទៀតខ្ញុំជឿជាក់ថាប្រហែលជាមិនមានទេមើលទៅពីព្រោះដោយសារខ្ញុំរៀងដើរច្រើនខែដែរប៉ុន្តែខ្ញុំប្រហែលអាចនៅសៀមរាបយូរខ្ញុំទើបតែឃើញអញ្ចឹងណាហើយកុំភ្លេចចូលរួមទាំងអស់គ្នាណាបងប្អូនស្រុកប្រាសាទបាគងសប្បាយណាអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយទៀតបាយ